សួស្តីបងប្អូននេះគឺជាការបង្ហាញអំពីវិធីធ្វើម្ហូបឆាស្នៀតពោតនិងផ្សិតកំប៉ុងគ្រឿងផ្សំទាំងអស់គឺខ្ញុំបានសរសេរទុកនៅក្នុងវីដេអូនេះរួចជាស្រេចឥឡូវនេះសូមចាប់ផ្ដើមជាដំបូងនេះគឺយកការ៉ុតមកពុះហើយស្នៀតពោតនេះគឺខ្ញុំយកតែស្នៀតពោតណាមើលទៅរាងធំយកមកពុះវាជាពីរផ្សិតកំប៉ុងក៏ពុះជាពីរដែរហើយទំពាំងបើសិនជាបងប្អូនអត់ចូលចិត្តដាក់ទេបងប្អូនមិនបាច់ដាក់ក៏បានហើយសាច់មាន់គឺខ្ញុំជ្រើសរើសយកសាច់ទ្រូងមាន់យកមកដាក់នៅក្នុងមុខម្ហូបនេះបើសិនជាបងប្អូនចង់ដាក់សាច់មាន់ដែលជាប់ឆ្អឹងក៏បានគឺអាស្រ័យទៅតាមបងប្អូនចូលចិត្តហើយមឹកបំពង់នេះគឺយកមឹកនេះយកមកបេះក្បាលវាចេញបន្ទាប់ពីយកក្បាលចេញហើយគឺធ្វើការឆូតគឺយើងឆូតពោះវាហើយបន្ទាប់មកធ្វើការសម្អាតនៅខាងក្នុងនេះឲ្យស្អាតល្អបន្ទាប់ពីសម្អាតរួចគឺបងប្អូនយកកំបិតមកឆូតវាបែបនេះពេលឆូតខាងនេះរួចហើយគឺយើងធ្វើការឆូតមកខាងទៀតឥឡូវនេះគឺរួចរាល់ហើយគឺធ្វើការហាន់វាឲ្យតូចល្មមហើយក្បាលមឹកនេះគឺខ្ញុំយកធ្មេញហើយនឹងភ្នែកវាចេញឲ្យស្អាតហើយបង្គាវិញគឺធ្វើការសម្អាតដោយរាប់ពីកន្ទុយមឹកគឺនៅក្រឡាក់ទី3គឺយើងយកម្ជុលមួយយកមកចាក់ហូតយកសរសៃវាចេញបន្ទាប់មកធ្វើការបកក្បាលចេញរួចហើយគឺបកសម្បកវាឲ្យអស់រហូតដល់ចុងកន្ទុយគឺទុកតែចុងកន្ទុយបន្តិចតែប៉ុណ្ណោះដើម្បីដាក់ក្នុងម្ហូបឆាទៅឲ្យឃើញស្អាតហើយធ្វើការលាយទឹកជ្រលក់គឺខ្ញុំដាក់អំបិលបន្តិចបងប្អូនអាចដាក់ម្សៅស៊ុបខ្នុរឬក៏ដាក់ប៊ីចេងដាក់ទៅតាមចំណង់ចំណូលចិត្តបងប្អូនចង់ប្រៃឬក៏សាបគឺបងប្អូនចូលចិត្តដាក់តាមនឹងរួចហើយគឺយើងធ្វើការច្របល់វាចូលគ្នាឲ្យសព្វហើយម្សៅនេះគឺខ្ញុំដាក់ម្សៅឆា1ស្លាបព្រាបាយបងប្អូនអាចដាក់2ស្លាបព្រាបាយក៏បានហើយចាក់ទឹកចូលកន្លះកូនពែងឬក៏តិចច្រើនអាស្រ័យទៅតាមបងប្អូនចូលចិត្តហើយធ្វើការដាំខ្ទះនៅក្នុងកម្ដៅក្ដៅល្មមហើយនឹងដាក់ប្រេងឆាចូលរួចហើយដាក់ខ្ទឹមសឆាខ្ទឹមឲ្យក្រៀមបន្តិចហើយយកសាច់មាន់មកដាក់ចូលហើយឆាសាច់មាន់នេះបន្តិចរួចហើយយកទឹកជ្រលក់កន្លះចានចង្កឹះមិញនេះយកមកដាក់ចូលតែពាក់កណ្ដាលសិនហើយឆាវាហើយគឺដាក់ការ៉ុតចូលការ៉ុតនេះគឺឆាឲ្យវាទន់បន្តិចបន្ទាប់ពីវាទន់ល្មមហើយគឺចាប់ដើមដាក់បន្លែចូលគឺមានស្នៀតពោតអីចូលរួចហើយឆាវាបន្តិចឲ្យវាសព្វចូលគ្នាបន្តិចហើយដាក់ប្រូកូលីចូលហើយបើសិនជាខ្ទះយើងស្ងួតបងប្អូនគឺអាចធ្វើការបន្ថែមទឹកកាលណាវាស្ងួតគឺបងប្អូនបន្ថែមទឹកទៅដើម្បីកុំឲ្យខ្ទះយើងខ្លោចពេលឆាបន្លែនេះឲ្យវាសព្វចូលគ្នាបន្តិចហើយគឺយកគ្រឿងសមុទ្រមកចាក់ចូលរួចហើយយកទឹកជ្រលក់ពាក់កណ្ដាលទៀតយកមកដាក់ចូលបន្ថែមពីលើហើយនឹងច្របល់វាឲ្យសព្វចូលគ្នាបន្ទាប់ពីសព្វចូលគ្នាបន្តិចហើយគឺយកម្សៅឆានេះយកមកដាក់ចូលហើយយើងច្របល់ចូលគ្នាបន្ថែមទៀតឲ្យវាសព្វរហូតដល់ទឹកពុះគឺមុខម្ហូបនេះគឺឆ្អិនហើយ
ហើយគ្រឿងសមុទ្រគឺយើងកុំឆាយូរពេកដើម្បីកុំឲ្យគ្រឿងសមុទ្រនេះឆ្អិនពេកឥឡូវនេះមុខម្ហូបនេះក៏បានរួចរាល់ហើយបងប្អូនសូមអរគុណបងប្អូនដែលបានទស្សនានៅវីដេអូនេះ